បាទដើម្បីបងប្អូនកាត់តរបៀបនឹងបានបងប្អូនចូលមកក្នុងកម្មវិធីនេះបងប្អូនបាទយើងទៅកាត់តបងប្អូនគ្នាបាទមកដល់ទីនេះបងប្អូនចុចលើសញ្ញាបូកបាទដល់ទីនេះបងប្អូនចុចទៅកាន់កន្លែងវីដេអូរបស់យើងបាទមកដល់ទីនេះហើយបងប្អូនជ្រើសរើសយកវីដេអូណាមួយមកបាទដើម្បីយើងកាត់ចំណែកខ្ញុំយកវីដេអូមួយនេះរួចហើយបងប្អូនចុចលើសញ្ញាខាងស្នាមដៃយើងនឹងចុចបញ្ជូនមកបាទមកដល់ត្រង់នេះបងប្អូនជាដំបូងនោះបងប្អូនចង់កាត់វីដេអូចោលដោយវីដេអូបងប្អូនទៅថតយ៉ាងវែងអញ្ចឹងណាបងប្អូនចង់កាត់វីដេអូចោលបងប្អូនសង្កត់លើវីដេអូបន្តិចមកបងប្អូននឹងឃើញនឹងឆ្វេងដៃរបស់យើងបាទកន្លែងសញ្ញាញែកហ្នឹងបងប្អូនចុចកាត់មកបាទបងប្អូនឃើញទេវីដេអូយើងដែលបានដាច់ជាពីរហើយបងប្អូនណាបាទដាច់ជាពីរហើយបងប្អូនចង់លុបខាងណាចោលបាទលុបចុងឬលុបក្បាលចោលអញ្ចឹងបងប្អូនហ្នឹងហើយចំណែកខ្ញុំសូមលុបខាងចុងបាទហើយបងប្អូនចុចសញ្ញាលុបមកបាទហើយចំស្រាមហ្នឹងបាទដែលយើងត្រូវធ្វើទៀតបងប្អូនគឺបងប្អូនចុចគ្រីសិនមកបាទមកដល់កន្លែងនេះបងប្អូនចង់ទៅយករូបតែដើម្បីយើងយកមកកាត់ដាក់លើវីដេអូយើងដូចជាអក្សរ comment អញ្ចឹងបងប្អូនចុចមកខាងស្នាដៃរបស់យើងនេះបាទចុចគ្រប់មកបាទកន្លែងនេះបងប្អូនណាបាទចុចគ្រប់មកបាទចេញមកតម្រង់បែបនេះបងប្អូនអស់មកខាងឆ្វេងដៃបន្តិចមកបាទបងប្អូនមករកទូលរបស់នេះបងប្អូនណាបងសង្កត់លើនេះមកបងនេះកន្លែងនេះមកចុចកន្លែងហ្នឹងមកទៅបាទមកដល់កន្លែងនេះបងប្អូនជ្រើសយករូបមកបងប្អូនណាឬក៏អក្សរ comment ដែលបងប្អូនបាន screenshot ទុកចឹងឬក៏បងប្អូនបានថតទុកចឹងណាបាទចំណែកខ្ញុំសូមយកនេះជាឧបមាឲ្យបងប្អូនមើលបាទជាគំរូឲ្យបងប្អូនមើលចឹងណាបាទឥឡូវខ្ញុំរកអក្សរដូចខ្ញុំជាមិនមានទេបងប្អូនអរគុណដូចជាមិនមានទេខ្ញុំសូមយកអក្សរនេះមួយទៅបងណាបាទនេះបាទយករូបនេះបងប្អូនណាដែលមានអក្សរនេះខ្ញុំយកមកកាត់ធ្វើជាគំរូឲ្យបងប្អូនមើលបាទជាអក្សរនេះបងប្អូនណានេះរូបរបស់ខ្ញុំនេះបាទជាទំហំប្តីនេះបាទនេះឧបមាប្រាប់បងប្អូនចឹងណាហ្នឹងហើយបាទមកដល់ទីនេះហើយបងប្អូនចង់កាត់ទំហំវាឲ្យតូចបងប្អូនណានេះរូបរបស់យើងណាបាទឧបមាជាអក្សររបស់យើងតែបងប្អូនចង់ដាក់ទៅលើវីដេអូចឹងណាបាទដល់ទីនេះបងប្អូនអូសចង់នេះបងអូសមកអូសស្មើគ្នាមកបាទអ្វីយើងត្រូវគួរមិនធ្វើបន្តទៀតបងប្អូនចង់បានទូចបងប្អូនសង្កត់លើរូបយើងមកបាទវាទៅកាត់ទំហំវាបងប្អូនសង្កត់លើរូបនោះហើយបាទសង្កត់លើរូបនោះហើយបាទមកដល់ទីនេះហើយបងប្អូនសង្កត់លើរូបនោះពឹបបាទបងប្អូនស្វែងរកខាងក្រោមនេះមកអូសមកខាងឆ្វេងមករកពាក្យថាបងប្អូនណាពាក្យថាគឺសញ្ញានេះបងប្អូនណាសញ្ញា4ជ្រុងនេះបងប្អូនណាបាទសញ្ញា4ជ្រុងនេះដើម្បីយើងកាត់ទំហំបាទមកដល់ទីនេះមានទំហំជាច្រើនបងប្អូនបងប្អូនយកទំហំមួយណាក៏យកទៅបងប្អូនបាទហ្នឹងហើយវាយកទំហំមួយនេះមកបាទដល់សារតែរូបយើងផ្ដេកបងប្អូនយកដៃបងប្អូនសង្កត់ខាងជ្រុងនេះរុញទៅបាទរុញទៅហើយខាងលើនេះយើងរុញមកដែរមកបងប្អូនយើងសរេស្រង់ណាកុំឲ្យវាផុតពីអក្សរយើងអញ្ចឹងណាបាទអូខេហើយបងប្អូនរុញខាងនេះទៀតមកបាទរួចដល់ហើយបងប្អូនចុចសញ្ញាគ្រីសមកបងប្អូនបាទសញ្ញាគ្រីសមកបាទយើងទៅបានផ្ទាំងជាវមួយឲ្យបងប្អូនសង្កត់លើដៃសង្កត់ទៅនឹងតិចមកប៉ះលើតិចមកបងប្អូនអាចប្រិចប្រួលបានបងប្អូនអាចបដូរទិសបានបងប្អូនចង់ដាក់ទៅខាងណាក៏បានដែរបងប្អូនណាកន្លែងហ្នឹងណាបាទចង់ដាក់ទៅខាងណាតាមចិត្តបងប្អូនអញ្ចឹងណាហើយបងប្អូន play មើលទៅ play មើលទៅមើលវីដេអូយើងណាវាត្រូវអក្សរហ្នឹងនៅតាណាអញ្ចឹងបងប្អូនណាបាទតាមចិត្តបងប្អូនបាទចំណុចហ្នឹងបងប្អូនចង់អូសទៅណាឬក៏បងប្អូនចង់កាត់អក្សរ comment ហ្នឹងណាបាទបងប្អូនកាត់មកបងប្អូនសង្កត់មកកន្លែងគនូសនេះបងប្អូនណាឬបងប្អូនចុចកន្លែងសញ្ញាញែកយើងដដែលហ្នឹងមកដើម្បីយើងកាត់ណាបាទយើងកាត់ជាទីបងប្អូនចង់លុបខាងណាយើងលុបខាងក្បាលទៅដើម្បីយើងនិយាយមកឲ្យចេញជាអក្សរអញ្ចឹងណាចំចំណុចយើងត្រូវនិយាយណាបាទហើយរួចបងប្អូនចុចលុបមកលុបចោលមកបាទហ្នឹងហើយបាទបងប្អូនចង់បែបនេះបងណាហ្នឹងហើយបងប្អូន play មើលទៅ play មើលយើងចង់ឆ្លាញ់យកបណ្ណាអញ្ចឹងណាបាទអូខេបងប្អូនទាំងគ្នាបាទបើបងប្អូនចង់យកពីដើមវីដេអូបងប្អូនសង្កត់លើរូបខ្ញុំបន្តិចមកស្កត់ឲ្យចប់បងប្អូនស្កត់ឲ្យចប់មករុញបងស្កត់ចប់បងប្អូនរុញមកបាទរុញទៅមុខទៅបាទអូខេចឹងណាបាទចំណុចនេះមានអត់មានទេបងប្អូនទាំងគ្នាចំណុចនេះមានតែប៉ុណ្ណឹងបងប្អូនណាមានតែប៉ុណ្ណឹងឯងដែលយើងគួរធ្វើណាពីរឿងយើងកាត់កាត់អក្សរដាក់វីដេអូរបស់យើងបងប្អូនបាទrồiហើយបងប្អូនចុចសញ្ញាគ្រីសមកបាទរៀបរាល់ហើយណាបងប្អូនចង់បានរៀបរាល់ហើយបងប្អូនចុចសញ្ញា save មកគឺចង់បងប្អូនណាបាទអញ្ចឹងវីដេអូនេះគឺពីរបៀបយើងកាត់តអក្សរ comment ដាក់ក្នុងវីដេអូគឺមានតែប៉ុណ្ណឹងបងប្អូនណាជួបខ្ញុំវីដេអូក្រោយអរគុណ